គឺជាលើកដំបូងរបស់ខ្ញុំហ្មងក្នុងការស្នើបានបសសដោយសារតែយើងមិនមែនជាមន្ត្រីរាជការហើយក៏មិនមែនជាអ្នកធ្វើការឲ្យគេគឺយើងត្រូវស្នើដោយខ្លួនឯងព្រោះអីយើងជាអ្នករស់ស៊ីនឹងធ្វើការឲ្យខ្លួនឯងពីមុនមកពេលដែលយើងមិនទាន់បានស្នើជាមួយនឹងបានបសសក្នុងចិត្តគឺយើងគិតថាប្រហែលជាពិបាកគេត្រូវការសម្ភារអីច្រើនជាមួយនឹងមន្ត្រីបសសតែជាក់ស្ដែងនៅពេលដែលយើងធ្វើខ្លួនឯងជាក់ស្ដែងវាដូចជាអត់ពិបាកផងឲ្យតែយើងមានគ្រប់លក្ខខណ្ឌដែលក្រសួងគេតម្រូវចឹងណាទីមួយគឺយើងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពយើងអាច copy ជា color មួយលក្ខឬក៏ពីរលក្ខបូកផ្សំជាមួយនឹងអត្តសញ្ញាណប័ណ្ណស៊ីនរបស់យើងទៅយកដើម្បីសកួរការពារចឹងតែពិតដូចជារូបថត 4x6 ឬក៏សបុតកណើតអីឬក៏សភៅគ្រួសារអីគេអត់ត្រូវការផងហ្នឹងគឺគេត្រូវការតែអត្តសញ្ញាណប័ណ្ណហើយនឹងរូបថតដែលយើងថតផ្ទាល់នៅក្នុងទូរស័ព្ទហ្នឹងយើងថតទី1គឺយើងថតចំមុខកន្លែងយើងរស់ស៊ីបើសិនជាយើងលក់អវ៉ាន់ចាប់ភួយយើងថតមុខតូបលក់អវ៉ាន់ចាប់ភួយយើងមកហើយបើសិនជាដូចខ្ញុំចឹងជាជាងសាឡនគឺខ្ញុំថតពីមុខហាងមកប៉ោះចឹងមកហើយយើង selfie រូបខ្លួនឯងជាប់ជាមួយនៅក្នុងហាងយើងមកប៉ោះដែរមកដើម្បីត្រៀមឲ្យក្រុមការងារគាត់ធ្វើការចុះឈ្មោះឲ្យយើងចឹងណានេះគឺជាបសសនៅក្នុងខេត្តបាត់ដំបងហើយពេលចូលទៅដល់គឺមានពីរកន្លែងខាងក្រោមនេះគឺ Acida ហើយខាងលើហ្នឹងគឺ Canada គឺយើងចង់ចូលទៅខាងណាក៏បានដែរដើម្បីសួរព័ត៌មានពីខាងអ្នកគ្រូចឹងណាគាត់នឹងធ្វើការបំពេញ form ទម្រង់បែបបទឲ្យយើងចូលទៅដំបូងហ្នឹងគឺគាត់នឹងសួរពីព័ត៌មាននៃការរកស៊ីរបស់យើងហើយគាត់នឹងទាមទារឯកសារដូចជាតញ្ញាណប័ណ្ណរបស់យើងហ្នឹងដើម្បីបំពេញ form ទៅតាមលក្ខខណ្ឌរបស់ក្រសួងហើយការបំពេញ form ហ្នឹងគឺបំពេញនៅក្នុងទូរស័ព្ទរបស់យើងគឺយើងត្រូវមានកម្មវិធី CamIA កម្មវិធីរបស់ក្រសួងពេលដែលអ្នកគ្រូខាងធនាគារគាត់បំពេញ form យើងរួចរាល់ហើយ app របស់យើងវានឹងចេញទម្រង់បែបនេះពាក្យស្នើសុំត្រូវបានដាក់ស្នើហើយកន្លែងនេះគឺវានឹងចេញថាកំពុងត្រួតពិនិត្យមានន័យថាបុគ្គលិកនៅក្នុងបានបសសនៅខាងបាត់ដំបងហ្នឹងគឺគាត់មិនមែនអ្នកសម្រេចថាការស្នើរបស់យើងនឹងជោគជ័យឬមិនជោគជ័យទេគឺខាងក្រសួងគេនឹងពិនិត្យមើលព័ត៌មានយើងតាមអនឡាញបើសិនជាជោគជ័យវានឹងចេញពាក្យបែបនេះកន្លែងនេះវានឹងលោតទៅជាពាក្យថាពាក្យស្នើទទួលបានជោគជ័យហើយបើសិនជាកន្លែងនេះវិញគេនឹងដាក់ថាវិញ្ញាបនបត្រប៉ុន្តែបើសិនជាទម្រង់បែបបទយើងបំពេញមិនត្រឹមត្រូវទេកន្លែងហ្នឹងនឹងលោតពាក្យថាពាក្យស្នើត្រូវបានបញ្ជូនត្រឡប់មកវិញអាហ្នឹងបរាជ័យហើយបានន័យថាយើងបំពេញខុសកន្លែងណាមួយហើយចំពោះពាក្យស្នើដែលគេផ្ញើត្រឡប់មកវិញហ្នឹងជោគជ័យឬមិនជោគជ័យហ្នឹងពេលខ្លះអាចមានរយៈពេល1ម៉ោងឬក៏2ម៉ោងពេលខ្លះយូរដល់4 5ម៉ោងឬក៏1ថ្ងៃអីចឹងទៅតែជាក់ស្ដែងបាទខ្ញុំបំពេញនៅខាង Acida នេះគឺតែ2ម៉ោងគឺជោគជ័យហ្មងហើយបន្ទាប់ពីយើងឃើញជោគជ័យចឹងហើយយើងចុចលើវិញ្ញាបនបត្រហ្នឹងទៅគឺវានឹងចេញបែបនេះហើយយើងយកវិញ្ញាបនបត្រហ្នឹងទៅ copy មកបន្ទាប់ពី copy ជាស្លឹកហើយយើងយកមកវិញយើងទៅជាន់ខាងលើហ្នឹងដើម្បីយកវិញ្ញាបនបត្រយើងហ្នឹងហើយនឹងអត្តសញ្ញាណប័ណ្ណ copy ហ្នឹងយើងទៅដាក់លើតុដែលគេទទួលឯកសារនៅពេលដែលគេបានទទួលឯកសារហើយគេនឹងឲ្យយើងទៅកាន់ភ្នាក់ងារបសសហើយភ្នាក់ងារគាត់នឹងសួររបស់យើងថាយើងរកស៊ីអីគេហើយប្រាក់ចំណូលយើងមួយថ្ងៃទទួលបានប៉ុន្មានហើយយើងនៅលីវឬមានគ្រួសារហើយបើសិនជាយើងមានគ្រួសារហើយប្រពន្ធយើងឈ្មោះអីថ្ងៃខែឆ្នាំកំណើតហើយកូនយើងឈ្មោះអីប្រុសប៉ុន្មានស្រីប៉ុន្មានអាយុប៉ុន្មានឆ្នាំគេសួរបន្ថែមតែប៉ុណ្្នឹងទេបន្ទាប់មកគេឲ្យអង្គុយរងចាំដើម្បីមិនទូទៀតគឺបានកាតយកតែម្ដងហើយការហ្នឹងគឺដូចបានបើកបរដោយតញ្ញាណប័ណ្ណយើងអញ្ចឹងហើយនៅពេលដែលយើងបង់លុយបាន2ខែបានយើងប្រើប្រាស់កាតនឹងបានណា